បាននៅក្នុងវេលាឱកាសថ្ងៃនេះដែលខ្ញុំបាទសូមលើកយកនៅតម្រាហោរាសាស្ត្រមួយតកតងជាមួយនឹងថ្ងៃកំណើតបាទថ្ងៃកំណើតនេះគឺមិនគិតទៅលើឆ្នាំណាទេតែសំដៅទៅលើថ្ងៃទាំង7អញ្ចឹងក្នុងថ្ងៃនេះដែរខ្ញុំសូមលើកយកមនុស្សដែលកើតថ្ងៃសុក្របាទសម្រាប់បងប្អូនដែលកាត់ថ្ងៃសុក្រគឺជាមនុស្សមានគូក្រងច្រើនទឹកសម្ដីជាទីទុកចិត្តប្រតិបត្តិដល់ស្ត្រីទាំងពួងមិត្តសម្លាញ់តែងផ្ដល់លាភសក្ការៈជារឿយមិនសូវរងពាក្យកហនិន្ទាពីអ្នកដទៃទេគេមានចិត្តធំតបរបស់ដូចជាប្រាក់មាសជាដើមយកជាប់តាមខ្លួនមិនសូវជាល្អប៉ុន្មានទេបាទតែបើសិនណាឲ្យគេទុកដាក់ឲ្យច្រើនល្អជាងហើយមនុស្សកើតថ្ងៃសុក្រនេះបើហាមាត់ទៅនិយាយស្ដីទៅកាន់អ្នកណាច្រើនតែគេមិនសូវយកចិត្តទុកដាក់ជាមួយទេចំពោះមនុស្សដែលកើតថ្ងៃសុក្រនេះអញ្ចឹងសម្រាប់បងប្អូនដែលកើតថ្ងៃសុក្រនេះមានទ្រព្យរបស់អីបើស្នាយើងដឹងថាគុកទុកមិនសូវគង់ឬក៏យើងចាយខ្ជះខ្ជាយច្រើនយើងគួរតែប្រុងប្រយ័ត្នទៅហើយចេះរិះថែមយើងកែក៏យើងកែបាទនេះវាជាគ្រាន់តែជាសម្លោកបុរាណដែលលោកបានចងក្រងទុកមកសម្រាប់ឲ្យពុកម៉ែបងប្អូនបានយល់ទេមិនមែនថា 100% គឺស្តែអញ្ចឹងទាំងអស់មែនទេអញ្ចឹងថាអ្នកខ្លះកាត់ថ្ងៃហ្នឹងអន់តែបានខែយោងអ្នកខ្លះខែអន់តែបានថ្ងៃយោងអ្នកខ្លះខែថ្ងៃអន់តែបានឆ្នាំយោងអ្នកខ្លះឆ្នាំអន់តែបានថ្ងៃខែយោងអញ្ចឹងវាមិនថាត្រូវ 100% នោះទេគ្រាន់ថាបើសិនណាយើងគិតតែខ្លួនយើងនឹងចាយវាយទ្រព្យសម្បត្តិនឹងទុកដាក់មិនសូវគង់យើងត្រូវចេះសន្សំចៃរិះរកវិធីដោះស្រាយទៅដើម្បីកុំឲ្យថាយើងបាត់បង់របស់របរឬក៏យើងចាយវាយច្រើនដែលធ្វើឲ្យខាតប្រយោជន៍យើងទាំងអស់អញ្ចឹងណាបាទហើយមនុស្សដែលកើតថ្ងៃសុក្រនេះទ្រព្យរបស់ទាំងអស់ហ្នឹងបានមកគឺដោយសារតែខ្លួនឯងទេមិនបានដោយសារអ្នកណាឲ្យទេគឺយើងខំប្រឹងតែខ្លួនយើងអ្នកដែលកើតថ្ងៃសុក្រនេះច្រើនម្ដាយអនិច្ចកម្មមុនឪពុកបាទតាមទំនាយណាបាទហើយបើសិនណាជាសួរដេញដោពាក្យសម្ដីចង់សួរអ្នកណាមួយគឺសួរជីកឬជីកគល់ចង់ដឹងហេតុការណ៍នឹងច្បាស់លាស់ណាស់បាទចង់ដឹងហេតុការណ៍ច្បាស់លាស់ព្រោះថាជាមនុស្សដែលយកចិត្តទុកដាក់ក្នុងការងារចង់សួរអ្វីមួយពីអ្នកណាគឺជីកសួរដេញដោម្ដងហើយម្ដងទៀតដើម្បីឲ្យច្បាស់បាទសម្រាប់អ្នកដែលកើតថ្ងៃសុក្រនេះដែរគួរតែប្រើចិញ្ចៀនត្បូងមณีរតន៍ពណ៌ក្រហមបាទយើងទៅកន្លែងជាងនេះដឹងហើយបាទគេថាត្បូងមณีរតន៍ពណ៌ក្រហមពាក់ចិញ្ចៀនដើម្បីលាករាសីនិងសម្ពុតខោអាវពណ៌ប្រផេះឬពណ៌សទើបអាចធ្វើឲ្យយើងនឹងមានសេរីសួស្តីជ័យមង្គលគ្រប់គ្រងយើងចង់និយាយថានៅពេលដែលយើងមានចិញ្ចៀនពាក់ហើយបូករួមជាមួយនឹងសម្លៀកបំពាក់ពួករបស់យើងផងបាទគឺពណ៌ប្រផេះឬពណ៌សប្រើចិញ្ចៀនពណ៌ត្បូងមณีរតន៍ពណ៌ក្រាមបាទពណ៌ក្រាមបាទគូប្រើចិញ្ចៀនត្បូងមณีរតន៍ពណ៌ក្រាមអធិស្ឋានមិនច្រឡំថាពណ៌ក្រហមពណ៌ក្រាមបាទអញ្ចឹងយើងនៅពេលដែលយើងដឹងចឹងហើយគួរតែទិញត្បូងមณีរតន៍ពណ៌ក្រាមហ្នឹងយកមកពាក់មួយមកបាទតូចធំក្តីទៅតាមទំហំដៃទៅបាទមនុស្សស្រីប្រុសនេះយើងពាក់អញ្ចឹងទៅហើយខោអាវនេះយើងពាក់ពណ៌ប្រផេះឬក៏ពណ៌សដើម្បីឲ្យវាសមទៅនឹងនេះរាសីរបស់យើងដើម្បីជួយកាត់ឆុងហើយនឹងមានលាភសំណាងហូរចូលមកបាទអញ្ចឹងចំពោះអ្នកដែលកើតថ្ងៃសុក្រនៅក្នុងថ្ងៃនេះសរុបសេចក្តីទៅគឺថាជាមនុស្សដែលមានថ្វីមាត់ល្អនិយាយស្ដីទៅកាន់អ្នកណាគួរជាទីសន្តាប់ហើយជាមនុស្សដែលមានលាភសក្ការៈច្រើនជារឿយទៅគេផ្ដល់ឲ្យអញ្ចឹងណាបាទគាត់ថាទ្រព្យសម្បត្តិរបស់យើងគឺយើងខំប្រឹងតែខ្លួនឯងអ្នកគេឲ្យហើយតែគាត់ថាអ្វីដែលយើងគួរតែខំប្រឹងគឺខំប្រឹងបន្តទៀតគាត់ថាជាមនុស្សដែលមានសំណាងមានគេឲ្យជាលាភសំណាងហោហាយបន្តមកហើយខ្លួនយើងក៏ខំប្រឹងទៀតបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅនេតិហោរាសាស្ត្រប្រចាំថ្ងៃនៅក្នុងវេលាឱកាសពេលនេះជូនពរពុកម៉ែបងប្អូនជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារប្រាថ្នាអ្វីៗបានសម្រេចដូចសេចក្តីប្រាថ្នាខ្ញុំប្រកាសណាខ្ញុំបាទសូមជម្រាបលានិងសូមអរគុណ